ដូច្នេះថ្ងៃនេះយើងសិក្សាអំពី AIR មានសំឡេង air និង ARE មានសំឡេង air បាទមានសំឡេង air នេះគ្នាណាជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកសិក្សាមេរៀនពិសេសមួយទៀតហើយអញ្ចឹងបងប្អូនមើលមកបាទអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាអំពី vowels ប្រែជាភាសាខ្មែរយើងថាស្រៈបាទអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាពីស្រៈចង់ដឹងថាស្រៈទាំងនោះមានអីខ្លះតោះអញ្ចឹងយើងមកដល់ AIR បាទ AIR មានសំឡេង air អូខេ AIR មានសំឡេង air អញ្ចឹងយើងចូលមកដល់ពាក្យតែម្ដងណានេះពាក្យនេះគេអានថា hair H air hair បាទ hair ប្រែថាសក់បាទ My hair is black សក់របស់ខ្ញុំពណ៌ខ្មៅណាហ្នឹងហើយឈានមកដល់ពាក្យទី2ពាក្យនេះយើងអានថា chair បាទ CH មានសំឡេងឆ AIR មានសំឡេង air បាទអញ្ចឹងឆ air chair ប្រែថាកៅអីបាទនិងពាក្យនេះយើងអានថា pair បាទ P AIR មានសំឡេង air pair ប្រែថាគូបាទ Please work in pair បាទសូមធ្វើការជាគូបាទអញ្ចឹងធ្វើការជាគូនិងធ្វើការជាក្រុមខុសគ្នាបាទធ្វើការជាក្រុមអាចមានច្រើនអ្នកអញ្ចឹងទៅដល់ពេលធ្វើការជាគូបានន័យថាមានតែ2នាក់ឯងបាទអញ្ចឹង pair ប្រែថាគូមកពាក្យមួយទៀតយើងអានថា stair សតបាទstair ប្រែថាចណ្ដើរបាទ stair ប្រែថាចណ្ដើរអញ្ចឹងទីនេះបងប្អូនយើងសិក្សាអំពីស្រៈ AIR មានសំឡេង air អញ្ចឹងពាក្យដែលដាក់មកទីនេះគ្រាន់តែជាឧទាហរណ៍ទេអញ្ចឹងមានពាក្យជាច្រើនទៀតបាទអញ្ចឹងយើងបានបញ្ចប់ AIR ដែលមានសំឡេង air ហ្នឹងហើយយើងចូលទៅកាន់ ARE នេះក៏មានសំឡេង air បាទអញ្ចឹងកន្លែងហ្នឹងបងប្អូនព្យាយាមចំណាំហ្នឹងហើយដូចពាក្យនេះយើងអានថា care បាទ ARE មានសំឡេង air care ប្រែថាបារម្ភបាទ I don't care ខ្ញុំមិនខ្វល់ដល់ពេល I care ខ្ញុំខ្វល់ឬក៏ខ្ញុំបារម្ភអញ្ចឹងណាបាទ care ប្រែថាបារម្ភពាក្យនេះយើងអានថា share បាទ SA សំឡេង sh បាទ ARE មានសំឡេង air share ប្រែថាចែករំលែក Can you share your idea share មានន័យថាចែករំលែកមួយទៀតយើងអានថា scare បាទ scare ប្រែថាភ័យខ្លាចបាទឥឡូវនេះយើងទៅពាក្យបន្តទៀតនេះពាក្យនេះយើងអានថា parents បាទ parents ប្រែថាឪពុកម្ដាយបាទអញ្ចឹងត្រង់ទីនេះមានអីបញ្ជាក់ជូនបងប្អូនផងដែរនេះកន្លែង e កន្លែងគឺមានសលេងណា parents យើងអានថា parent ទេអានថា parents អញ្ចឹង parents ប្រែថាឪពុកម្ដាយហ្នឹងហើយ I love my parents ខ្ញុំស្រឡាញ់ឪពុកម្ដាយរបស់ខ្ញុំបាទអញ្ចឹង ARE មានសំឡេង air យើងបានបញ្ចប់មួយទៀតហើយបងប្អូនដូច្នេះថ្ងៃនេះយើងសិក្សាអំពី AIR មានសំឡេង air និង ARE មានសំឡេង air បាទមានសំឡេង air នេះគ្នាណាអញ្ចឹងពាក្យដែលដាក់មកនេះគ្រាន់តែជាឧទាហរណ៍ទេអញ្ចឹងមានពាក្យជាច្រើនទៀតដូច្នេះបើសិនជាបងប្អូនចាប់អារម្មណ៍ថ្នាក់មូលដ្ឋានគ្រឹះទាំង VIP និងថ្នាក់ជុំគ្នាបងប្អូនគ្រាន់តែ comment ពាក្យថា OK នៅខាងក្រោមវីដេអូបន្តមកទៀតនឹងទទួលបានព័ត៌មានសិក្សាជួបគ្នាវីដេអូក្រោយបាទបើសិនជាបងប្អូនចង់ចេះស្រៈព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេសជាមួយ OLF